ហ្នឹងហើយឥឡូវថាគេថាខ្ញុំស្រួលខ្មៅឲ្យមិនប៉ុន្តែដោយសារតែខ្ញុំគិតថាមិនបានគេហ៊ានធ្វើអញ្ចឹងមកដាក់ខ្ញុំគេមកដើរមកប៉ះសាច់ប៉ះអីប្រុសតែខ្លះប្រុសអីអញ្ចឹងប៉ុន្តែក៏គាត់មកហ៊ានមកឡកយើងគេនិយាយគេធ្វើខ្ពើមធ្វើអីអញ្ចឹងឲ្យខ្ញុំអត់ជួយចិត្តទង្វើហ្នឹងឯងហ្នឹងហើយអាហ្នឹងជាអីមួយដែលធ្វើឲ្យខ្ញុំឈឺចាប់ជាងគេនិយាយចេះហ្មងហ្នឹងហើយដល់ថ្នាក់ខ្ញុំជីទុកបដាខ្ញុំយំបដាខ្ញុំបើកភ្នែកព្រលឹមម៉ោង6ភ្លាមគឺមានរឿងមកហ្មងបើស្អីមកខ្ញុំមានបញ្ហាអញ្ចឹងរាល់ថ្ងៃអត់មានថ្ងៃដាច់ទេណាការខ្ញុំធ្វើ mantra ខ្ញុំអស់1000ធ្វើ like journey ខ្ញុំអស់5000អញ្ចឹងនៅក្នុង MV ខ្ញុំពេលខ្ញុំនិយាយមួយ Eugene ដោយសារតែគាត់បាយអាសខ្ញុំហ្នឹងហើយខ្ញុំសាច់គេទៅគាត់ទៅឲ្យគាត់ឃើញខ្ញុំកាន់ទង់ជាតិខ្មែរហ្នឹងគាត់ក៏ទៅលួចទង់ជាតិយូណាមកកាន់ហើយគាត់ថាយូណាណោះប្រហែលឲ្យគាត់កាន់ទេខ្ញុំចង់កាន់ដែរអញ្ចឹងហើយពេលហ្នឹងគឺខ្ញុំអូខេអើយ elastic ទៅ3ដងអត់ជាប់សោះអាធំលេខ2អូយមែនតាខ្ញុំឆ្លើយអូយហងឆ្លើយនេះស្លាញ់ SM អូខេជូនផអញ្ចឹងជូនតទៅធ្វើអ៊ំ heart to heart មែនអត់ទេក្រុមធ្វើអ៊ំស្អីមកក្រុមចម្រៀងនារីdance for you អូខេតោះ ready yes អូខមើលមុខគាត់ដឹងថា ready ដែរបាទហេអត់តោះដល់ពេល1 2 3អូខេបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះគឺជា episode បន្តទៀតហើយភ្ញៀវកិត្តិយសរបស់យើងថ្ងៃនេះគ្រាន់តែក្លេកមើលទៅចែងចាំងសំជាមួយនឹងម៉ៃថ្មីដាក់ពណ៌មកត្រូវហ្មងនេះត្រូវឈប់ធ្វើអីហ្មងអូខេអរគុណទៅដល់បងប្អូនអរគ្នាដែលបានគ្រប់គ្រងធ្វើឲ្យ client ហៅខ្ញុំសំលុយទិញបានម៉ៃថ្មីអូខេអញ្ចឹងម្ដងទៀតស្វាគមន៍ទៅដល់វ៉ាដែលគាត់ចូលមក content របស់យើងហើយក៏ congratulation ដែលគាត់បានចេញ solo song ឬក៏ debut ជា single ជាផ្លូវការតែម្ដងមកអបអរសាទរមួយពីមុនអត់ដែរគិតថានឹងចង់ធ្វើជាអ្នកចម្រៀងទេចង់ អូខេប៉ុន្តែអត់ដែរគិតថានឹងអាចខ្លាចជាអ្នកចម្រៀងដឹងហើយយើងកាលមុនយើងគិតថាខ្លាចជាអ្នកចម្រៀងតើយើងបានចូលក្នុងផលិតកម្មយើងគិតថាខ្ញុំក៏ដែរសម័យថាខ្ញុំអាចធ្វើជាតារាបង្ហាញម៉ូដបានដែរតែមិនបានយើងអាចធ្វើបានអញ្ចឹងណាខ្ញុំបានទៅធ្វើការនៅស្រុកក្រៅអីអញ្ចឹងទៅខ្ញុំគិតថាឃើញយើងបានទៅដល់ហ្នឹងហើយគ្រាន់តែចេញចម្រៀងមិនឃើញតិចទៀតខ្ញុំនឹងនិយាយរឿងហ្នឹងដែរហើយក៏សប្បាយចិត្តមួយទៀតនៅពេលដែលមាន artist ទៅ show fashion នៅឯប្រទេសក្រៅពេលខ្លះមានកូនចិត្តថានឹងចង់ធ្វើអញ្ចឹងគិតអញ្ចឹងដែរគាត់បងគាត់យល់ឃើញទៅថាអូបើជាខ្ញុំមិនទៅខ្ញុំគិតដែរខ្ញុំចង់អញ្ចឹងហ្មងគ្រាន់តែទៅដល់បង្ហាញខ្លួនហើយដើរទៅមើលគេបង្ហាញម៉ូដហើយយកលុយអូយមែនតែរបៀបថាយើងបានរស់នៅ moment ដែលរបៀបថាយើងធ្លាប់តែឃើញ K-pop ហ្នឹងហើយរបៀបថាមានកាមេរ៉ាច្រើនមានអ្នកមើលច្រើនហើយសំខាន់brand មួយដែលមនុស្សណាគេក៏ស្គាល់អីអញ្ចឹងខ្ញុំគិតថាអូយតែបើមានឱកាសចង់ទៅ brand មួយណា Dior តែប៉ុន្តែខ្ញុំស្លាញ់ brand ច្រើនដែរប៉ុន្តែគាត់ថាខ្ញុំគិតថា brand ហ្នឹង elegant ហ្នឹងហើយ timeless យើងគិតថាទោះបីជាទៅមុខទៀតក៏នៅតែជា brand មួយដែលមានឈ្មោះតែ brand ផ្សេងលឺអញ្ចឹងហើយនៅតែហៅគាត់ធម្មតាណាកាលនេះគ្រាន់តែជាចំណង់ចំណូលចិត្តរបស់គាត់ទេហើយបើសិនជាអាដែងដែរបើសិនជាវីដេអូខ្ញុំទៅដល់ស្រុកក្រៅខ្ញុំក៏សុំមួយដែរបាទ off white បាទ off white please invite me ផងខ្ញុំចូលចិត្ត off white តែគាត់សមមែនណារបៀបថា street wear អត់ផឹងពេកណា off white ហ្នឹងប៉ុន្តែគាត់ថា off white រៀងក្រ fashion show ជាង brand ផ្សេងភាគច្រើន Gucci Dior ខ្ញុំអត់នឹកស្មានខ្ញុំនិយាយតាមត្រង់មកដល់ឥឡូវគឺខ្ញុំនៅតែអត់នឹកស្មានថាពិតជាកាត់ឡើងមែនអូយប៉ុន្តែដល់ពេលគេហៅទៅបានធ្វើឲ្យខ្ញុំគិតថាទោះបីជាមាន brand ហ្នឹងឬក៏អត់មាន brand ហ្នឹងសំខាន់យើងជាយើងហើយគេចង់បានយើងទៅកម្មវិធីគេមួយចំនួនអាចថាធំហើយដែលស្គាល់គាត់ដោយសារតែគាត់នៅក្នុងវិស័យហ្នឹងតាំងពីដើមជាមួយពួកខ្ញុំដែរប៉ុន្តែបែរជាបងប្អូនថ្មីឬក៏អ៊ំពូមីងមួយចំនួនដែលគាត់អាចនឹងទើបតែឃើញគាត់អញ្ចឹងណែនាំខ្លួនតិចទៅថាហ្វាឈ្មោះប៉ិតឈ្មោះអីដែរខ្ញុំឈ្មោះប៉ិតឈ្មោះធូដាណុចសរុបទៅប្រហែលជាប្រហែលឆ្នាំដែរនៅក្នុងវិស័យហ្នឹងហើយខ្ញុំគិតថាខ្ញុំចាប់ផ្ដើមតាំង2016ហ្នឹងហើយចុះថា9ឆ្នាំចុះមុនសោះច្បងមុនខ្ញុំមួយឆ្នាំខ្ញុំ2010ចុងឆ្នាំ2017 Elastic ស្គាល់គ្នាឯងហ្មងពីមុនជាអ្នកណាដែរពីមុនជាអ្នកណាជាខ្ញុំតែចង់និយាយមុខរបរនៅក្នុងវិស័យហ្នឹងព្រោះវិស័យបើនិយាយថាវិស័យហ្នឹងវាមានមួយចេះប៉ុន្តែគេក្នុងមាន category ច្រើនកាលមុនធ្វើអីគេតើប៉ុន្តែខ្ញុំចាប់ដើមមកគឺទូរូបល្បីរូបអីអញ្ចឹងណាថ្ងៃទៅការចរន្តគេហៅតារា Facebook យូរពេលយូរទៅតែចាប់ដើមគេមានទទួលឲ្យ gift ឲ្យអីអញ្ចឹងចំណងហ្នឹងហើយខ្ញុំអត់ដឹងថាខ្ញុំគិតថា gift ហ្នឹងជាកាដូហ្នឹងហើយពេលដែលគេឲ្យកាដូទៅខ្ញុំឃើញគេ add story ខ្ញុំ add story ដែរទៅហ្នឹងហើយខ្ញុំអត់ដឹងថាណីគេទេខ្ញុំនិយាយតាមត្រង់ទៅខ្ញុំក៏ add ចឹងទៅក៏ចាប់ដើមជំនាន់ហ្នឹងហ្មងយើងអត់សូវធ្វើ content អីច្រើនទេយើងថតរូបថតអីច្រើនជាងអញ្ចឹងណាហ្នឹងហើយបន្ទាប់មកខ្ញុំឆ្លាញ់រំតាំងពី
ទូចទំស្គាល់បាត់ចម្រៀងមកគឺរាំហ្មងស្អីទៅបាត់បងអត់ស្គាល់កញ្ញាក៏រាំដែរ បាត់អី គឺ គេ រាំ ចាំ ហ្មងអូយខ្ញុំចាំឈ្មោះទេបងកុំសួរឈ្មោះខ្ញុំ ស្នាប់ស្នេហ៍សមុទ្ររៀម ស្អីសារៀនរាំអត់កើតទេ អេកៃឡូរ៉ូឡូបោកច្រាំងហ្នឹងហើយ ដល់ថាហ្នឹងហើយ តទៀត ហ្នឹងហើយបាត់ញាក់ខ្វាយយកអីហ្នឹងគឺខ្ញុំរាំទាំងអស់ហ្នឹងហើយ ជុំសុំកាត់មួយទៀត fan band on the best មែន វ៉ែអូដល់ហើយត្រូវថតអីគេ តតអ្នកចេះរាំអ្នកចេះច្រៀងស្រឡាញ់អាហ្នឹងបានដឹងហ្មងយល់អត់ ណាគេជួយយក best of the best មកវិញបានអត់នេះខ្លីៗហ្មងទៅក៏ស្គាល់គ្នាស្គាល់អ្នករាំស្គាល់អីចឹងទៅគាត់ក៏ឲ្យជួយគាត់មកឆាកពីឆាកដល់ពេលជួយយូរទៅក៏ជាប់ឈ្មោះជាអ្នករាំទៀតហ្នឹងហើយ ជួយខ្លាចជាជាប់ ហ្នឹងហើយជួយខាងជាជាប់ប៉ុន្តែពេលដែលជាប់ហ្នឹងគឺជាប់ល្អសោយហ្មងខ្ញុំអត់ដឹងថាខ្ញុំជា member ក្នុងក្រុមទេខ្ញុំនិយាយតាមត្រង់ណាសុកគឺមែនគេ mention នៅក្នុង Facebook ឡើងពេញហ្នឹងថាអូមានរឿងអីគេចេះអញហីវាចឹងហ្នឹងហើយដល់ពេលចូលទៅដល់មានណាគេប្រកាសថាខ្ញុំជាសមាជិកនៅក្នុងក្រុមរាំខ្ញុំហ៎ខ្ញុំអត់ដឹងតែហ្នឹងហើយចូលក៏ចូលហ្នឹងហើយខ្ញុំសប្បាយចិត្តនឹងចូលដែរ ចង់បានអញ្ចឹងនេះសុកទៅរាំគេបានពីបច្ឆាអីខ្លាចជាក្រុមរាំ ចាមានជារូបមានជាអីនៅក្នុង page គេហ្មងហ្នឹងហើយ អូខេ សល់ពេលតិចតួចអីទៀតចឹងទៅក៏ចូលសំដែង អូ រឿងដំបូងរបស់ខ្ញុំហ្មងគឺរឿង Young Love ស្នេហាក្មេងៗបង អូខេស្គាល់ ចាស្គាល់តាមបងដោយសារបងខ្ញុំគាត់ធ្វើការខាងfilm ខាងអីដែរចឹងទៅគាត់ថាអូនេះផលិតកម្មនេះគេរកតួចឹងបើចង់ទៅសាកមើលទៅចឹងណាហ្នឹងហើយចា casting មើលទៅដល់ពេលហើយខ្ញុំចាំយូរដែរមួយឆ្នាំខ្ញុំគិតថាអត់ជាប់ហើយដឹងអត់ជាប់ហើយមួយឆ្នាំខ្ញុំគិតថា អូលទ្ធផលមួយឆ្នាំ ចាមួយឆ្នាំខ្ញុំគិតថាអូប្រហែលជា3ថ្ងៃគេខលមកយកដែរដល់ហើយគេខលមកចាំ3ថ្ងៃអត់ឃើញអត់ទេតែអត់ទេពេលហ្នឹងទៅ trip សាលាសុកគឺខលមកហ្មងថាអូនសាកតួសាកអីបានអត់ចឹងខ្ញុំហ្មងអីគេខ្លាចជាតារាសម្ដែង តែមានដឹងហើយរឿងកត់នេះចុះ ដឹងបងដឹងចាគាត់អត់ដឹងថារឿងអីគេហ្នឹងហើយអត់ដឹង ហើយអត់ដឹងតួក្នុងហ្នឹងណាគេក្រៅ អត់ដឹងទេ អត់ដឹងហើយ សម្ដែងហើយគេទៀតណា ច្រើនពេក សម្ដែងហើយសរសេរសភៅម្ដង សរសេរសភៅ ចាអ្នកដែលអត់ដឹងខ្ញុំក៏ជាអ្នកនិពន្ធមួយដែរគ្រាន់ថាសភៅខ្ញុំបានតែចូលរួមនិពន្ធទេហ្នឹងហើយខ្ញុំអត់ទាន់ចេញសភៅមួយដែលខ្លួនឯង ជាក្រុមការងារជាមួយពួកគាត់ ចាហ្នឹងហើយ ជុំរឿងអីគេ រឿងសុបិនហ្មងនៅក្នុងស្លាញ់សភៅមួយបងម៉ានិត មែន ចា ជុំអត់ដឹងហ្មង អ្នកដែលមានសភៅសុបិនណាអាចមើលបាននៅក្រុមហ្នឹងអ្នកនិពន្ធចាអ្នកនិពន្ធហ្នឹងគឺម៉ានិតម៉ងហើយនឹងធូដាណុចចាប់ផ្ដើមមកគឺអ្នកសរសេរសភៅនៅក្នុងអនឡាញហ្នឹងហើយខ្ញុំផុសចោល free ឲ្យគេមើលទេដោយសារមាននៅតែសេធម្មតាព្រោះខ្ញុំគិតថាវាជាចំណងចិត្តពេលតនេយើងអញ្ចឹងណាហ្នឹងហើយគាត់ឃើញតំណងក៏គាត់ថាឥឡូវណៃសាកមកយករឿងណៃមួយបងអានលេងមើលអញ្ចឹងណាខ្ញុំក៏សែនគាត់មួយអីគាត់មើលអញ្ចឹងណាចាពេលហ្នឹងចេញរឿងភ្លាមចេញសភៅភ្លាមខ្ញុំទៅកូរ៉េភ្លាមចាទៅប្រកួតរងត្រូវហើយពេលហ្នឹងរំ9នាក់ត្រូវចា9នាក់អូខេខ្ញុំមានអារម្មណ៍ថាអ្វីដែលកើតឡើងលើខ្ញុំគឺខ្ញុំអត់គួរឲ្យជឿរហូតណាមួយខ្ញុំអត់ទាន់ឃើញថាឆាំងវ៉ុនគាត់យកណាគេទៅអញ្ចឹងគាត់ថាប្រហែលជាគេយកតាប្រទេសណាដែលគេចង់យកអញ្ចឹងណាឃើញអញ្ចឹងតែនឹងឲ្យបានយើងទៅមួយចាំខ្ញុំដែរចាំពេលខ្ញុំដែរវាថាចឹងណាហ្នឹងហើយសប្បាយចិត្តខ្លាំងមែនតើហើយដំបងក៏ភ័យដែរប៉ុន្តែដល់ពេលដែលយើងទៅ train មួយគេហើយគេប្រាប់យើងពីរបៀបនេះរបៀបនោះទៅពេលយើងឡើងភ័យហ្មង K-pop festival អញ្ចឹងគេចង់បានជា festival គេចង់បានរបៀបជាការប្រឡងពេកទេហើយជួបណាគេខ្លះដែរនៅក្រោយឆាក និយាយទៅពេលហ្នឹងបានជួបបានអួតដែរហ្នឹងហើយពេលហ្នឹងខ្ញុំ fan ក្រុម ITZY ខ្លាំងមែនតើហ្មងសំខាន់មែនគាត់ថាជួបពេលគឺខ្ញុំត្រូវ stand by មួយគាត់ហ្មងអូខេហើយខ្ញុំក៏និយាយថាអូយខ្ញុំអត់ហ៊ាននិយាយមួយគាត់ទេខ្លាចព្រោះដឹងហីថា K-pop គាត់មាន fan ដែររៀងឡាប់ឈួតគាត់ខ្លាចខ្ញុំគាត់ខ្លាចខ្ញុំខ្លាចគាត់គិតថាខ្ញុំអញ្ចឹងដែរតែនៅកូរ៉េណាខ្មែរយើងអត់មានទេ fan K-pop ខ្មែរយើងអត់ទេហ្នឹងហើយអត់ទេចាខ្ញុំពេលខ្ញុំនិយាយមួយ Eugene ដោយសារតែគាត់បាយអាសខ្ញុំហ្នឹងហើយខ្ញុំស្លាញ់គេគាត់ថាអូ I love you so much ហ្នឹងហើយខ្ញុំស្លាញ់គាត់ខ្លាំងណាស់ខ្ញុំ Mitzi ដែរអញ្ចឹងណាហ្នឹងហើយគាត់ថាម៉ែនអីអញ្ចឹងទៅហើយគាត់ឃើញខ្ញុំកាន់ទង់ជាតិខ្មែរហ្នឹងគាត់ក៏ទៅលួចទង់ជាតិយូណាមកកាន់ហើយគាត់ថាយូណាណោះប្រហែលឲ្យគាត់កាន់ទេខ្ញុំចង់កាន់ដែរអញ្ចឹងហើយពេលហ្នឹងគឺខ្ញុំខ្ញុំមោទនភាពខ្លាំងហើយថាខ្ញុំបានថតហើយគឺខ្ញុំថតផុសហ្មងតែចាគេឲ្យកាន់ទូរស័ព្ទហ្នឹងហើយ
ពេលហ្នឹងពួកយើងបានជាប់ឯបងហ្នឹងហើយគ្រាន់ថាយើងទទួលបានការគ្រប់គ្រងពីខាងកូរ៉េហ្នឹងខ្លាំងមែនតើហ្មងគឺខាង fan K-pop ហ្នឹងខ្ញុំគិតថាគេ fan K-pop ហ្នឹងប្រហែលជាគេមកមើលតែតារាទេអញ្ចឹងណាតែអត់ទេគឺគាត់ហូយើងខ្លាំងមែនតើហ្មងហើយមានអ្នកផុសនៅកូរ៉េហ្នឹងគាត់ផុសហើយអ្នកខ្លះគាត់ស្គាល់យើងទៀតគាត់ tag យើងគាត់អីអញ្ចឹងណាបើខ្ញុំនិយាយដដែលថាតើexperience ហ្នឹងវាមិនម៉េចណាវាអត់ដូចទៅបានទៅជួបផ្ទាល់ទេហ្នឹងហើយព្រោះអីបើយើងមានលុយទៅដើរលេងអត់នៅតែអត់បាន experience ជាមួយនឹងការហាត់សមជាមួយនឹងអីទាំងអស់ហ្នឹងដូចគ្នាយើងចង់និយាយថាចេះមើលទូទស្សន៍ផ្សេងពេលយើងទៅមើលគេផ្ទាល់សម្ដែងផ្សេងពេលដែលយើងឡើងឆាកសម្ដែងផ្សេងមួយចាអញ្ចឹងខ្ញុំចង់ឲ្យអ្នកដែលគាត់ជាប់ក្រោយៗហ្នឹងគាត់បានទៅឲ្យគាត់ experience ថាហ្នឹងនេះអីដែលខ្ញុំចង់និយាយគឺអញ្ចឹងហ្នឹងហើយអូខេអើយ elastic ទៅ3ដងអត់ជាប់សោះអាធំលេខ2អូយមែនតើខ្ញុំឆ្លើយអូយហងជាប់នេះមិនចឹងហ៎ឥឡូវចាំក្រោយដាក់ទៀតអត់អូចាស់អស់ហើយទៅរំអី cafe corner ថ្ងៃមុនអាពេលដេកហ្នឹងលួចដកដង្ហើមទាំងអស់គ្នាហើយបើអ្នកនៅលើឃើញកំពស់ផតទេណែចាស់អស់ហើយក្នុងហ្នឹងមានសមាជិកម្នាក់មានប្រពន្ធមានកូនហើយទៅកើតលីប្រាមែនតើមែនហ្នឹងហើយវាមានប្រពន្ធហើយវាមករំ K-pop ទៀតវានៅ not today នៅឡើយណាចុះអូយវិញចិត្តនេះអត់ទៅ not today ហ្នឹងគឺ iconic របស់ elastic ខ្លាំងហ្នឹងហើយបើសិនជាក្នុងករណីថាមានឱកាសនៅក្នុងការទៅ trendy អត់ទេចង់និយាយថាបើមានឱកាសឯងខ្ញុំសំណួរមកខ្ញុំដឹងហើយថាអាយុយើងវាជាតួលេខអីយល់តែបើសិនជាមានឱកាសទៅឬក៏ធ្លាប់មានក្តីសម័យថាចង់ទៅ trend នៅក្នុងផលិតកម្មណាមួយតែបើតែខ្ញុំ fan hype ខ្ញុំ fan hype ខ្លាំងមែនតើមកតែបើសួរថាខ្ញុំចង់នៅផលិតកម្មណាខ្ញុំស្រឡាញ់ SM ខ្ញុំស្រឡាញ់បត់គាត់ហើយខ្ញុំស្រឡាញ់ការហាត់សមសលេងរបស់ពួកគាត់ហ្នឹងហើយណាមួយពួកគាត់មិនមែនគ្រាន់តែបានតែច្រៀងឯងរាំពួកគាត់ក៏ខ្លាំងដែរអញ្ចឹងខ្ញុំស្រឡាញ់ចឹងតែថនហ្វាខ្ញុំឃើញ YG អានេះមិនមែនខ្ញុំដោយសារខ្ញុំស្រឡាញ់ YG ណាអាចសំមួយ Black Label ដែរអូខេជូនផអញ្ចឹងជូនតទៅធ្វើអ៊ំ Heart to Heart មែនអត់ទេធ្វើអ៊ំស្អីមកក្រុមចម្រៀងនារីថ្មីបន្ទាប់ពី Heart to Heart ហើយយល់អត់Dance for You ធ្លាប់មានសំណួរគេសួរថាបងទៅ concert កូរ៉េអញ្ចឹងអស់ម៉ានឆនច្រើនមែនតើហើយដល់ថ្ងៃនេះគឺអូនអត់បានចម្លើយពីនេះខ្ញុំទេខ្ញុំអត់ recommend ទៅសិង្ហបុរីទេខ្ញុំអ្នកដើរច្រើនខ្ញុំរៀងចេះចាយអញ្ចឹងទៅអត់សូវអីទេប៉ុន្តែទោះបីជាអត់សូវអីក៏នៅតែអីតិចតួចដែរដោយសារតែប្រទេសហ្នឹងគឺទូទៅគឺថ្លៃហ្មងឧទាហរណ៍បាននេះទឹកមួយដបអី2រៀលដែរហ្នឹងហើយ1រៀលកន្លះ2រៀលអីចឹងណាហ្នឹងហើយថ្មខ្ញុំទិញដាក់នៅក្នុង light stick ណា$7មកគូមែនចា$7គឺខ្ញុំរបៀបថាទៅអូយហើយជីតាក់ស៊ីឲ្យថ្លៃអញ្ចឹងអ្នកខ្ញុំអត់ recommend ទៅសិង្ហបុរីទេចាំបើចង់ធូរខ្ញុំគិតថាទៅម៉ាឡេឬក៏ឥណ្ឌូនេស៊ីហ្នឹងហើយ concert នៅសិង្ហបុរីហ្នឹងបើអ្នកឈរមើលអញ្ចឹងអត់សូវស្រួលទេឆាកខ្ពស់ពេកយើងមើលទៅងើយអីអញ្ចឹងទៅហើយសម្រាប់ fan នៅហ្នឹងគឺភាគច្រើនគឺគេលើកទូរស័ព្ទខ្ពស់ៗហ่ะដោយសារហ្នឹងហើយឆាកខ្ពស់ដែរទៅគាត់លើកទូរស័ព្ទខ្ពស់មែនតើអញ្ចឹងហ្នឹងហើយខ្ញុំអត់សូវ recommend ទេបើថាអត់បាននៅជាប់ឆាកទេមិនបាច់សិង្ហបុរីទេអូខេបាទបញ្ចប់ត្រឹមហ្នឹងតការីទៀតការីទៀតអូយអត់តន់ចប់ការីផងណាចប់ហ្នឹងអូ my god ម៉ានប្រហែលថាមួយឆ្នាំមុននេះខ្ញុំចូលmodel ម្ដងចា model ហ្នឹងតាមពិតទៅខ្ញុំចង់ចូលតាំងពីទូចហ្នឹងហើយខ្ញុំធ្លាប់ខាសធ្លាប់អីតាំងពីទូចដែរប៉ុន្តែអត់ជាប់ហើយដឹងហើយយើងក្មេងនៅពេលដែលយើងអត់ជាប់យើងមិនដូចឥឡូវយើងថាយើងអត់ជាប់ក៏មិនអីដែរយើងនៅមានឱកាសក្រោយប៉ុន្តែពេលយើងក្មេងអត់អញ្ចឹងទេយើងបាក់ទឹកចិត្តទេបាក់ខ្លាំងមែនតើមកខ្ញុំគិតថាយើង I'm not good enough មកនិយាយចេះមកចើថាខ្ញុំមិនខ្ពស់ខ្ញុំមិនស្អាតខ្ញុំមិនត្រូវស្តង់ដារ model អីអញ្ចឹងទៅខ្ញុំគ្រាន់តែធ្លាក់មួយនឹងភ្លាមគឺខ្ញុំភ្លេចចោលហ្មងភ្លេចវិស័យនឹងចោលហ្មងហើយខ្ញុំក៏ដែរហ៊ាន cast រហូតដល់ឆ្នាំមុននេះមាន casting មួយដែលខ្ញុំជូនមិត្តភក្តិខ្ញុំទៅហើយគេសួរដែរថាអូនណៃមក cast ដែរមែនខ្ញុំថាអត់ផងខ្ញុំជូនមិត្តភក្តិខ្ញុំមកហ្នឹងហើយខ្ញុំជំនះខ្លួនឯងបានទេហើយខ្ញុំមកតែខ្ញុំស្ដាយខ្លាំងមែនតើហ្មងថាមិនបានខ្ញុំមិនព្រមនិយាយថាខ្ញុំមក cast ដែរខ្ញុំគាត់ថាប្រហែលជាអ្វីដែលមិនជារបស់យើងវានៅតែមិនជារបស់យើងចឹងខ្ញុំគិតអញ្ចឹងណាហ្នឹងហើយស្អែកឡើងខាងហ្នឹងគាត់ខលមកខ្ញុំគាត់ចង់បានខ្ញុំទៅធ្វើ model គាត់យូរហើយប៉ុន្តែដោយសារតែគាត់ដែរឃើញខ្ញុំដែរឃើញអីអញ្ចឹងណាអញ្ចឹងគាត់ថាឥឡូវខ្ញុំអត់មានឈ្មោះជាប់អីក្នុងហ្នឹងទេដោយសារតែខ្ញុំអត់បានមក cast អញ្ចឹងណាប៉ុន្តែគាត់សុំឲ្យខ្ញុំដើរឲ្យតែកៅអៅគាត់មួយបានអត់ទីរៃតែមិនគួរជឿទីរៃជីវិតខ្ញុំជួបតែរឿងមិនគួរជឿអញ្ចឹងអាហ្នឹងគឺជាដំបងរបស់យើងចាដំបងទៅពេលទៅខ្ញុំក៏ព្រមទៅអញ្ចឹងណាហើយក៏គាត់មានគ្រូជួយវឹកហាត់ដែរព្រោះខ្ញុំអត់ចេះអីសោះអញ្ចឹងវឹកហាត់តែមកទឹកទេបងវឹកហាត់តែមកទឹកទេប៉ុន្តែអត់ធ្វើបានល្អទេហ្នឹងហើយអត់ជប់ពេលខ្ញុំក៏ធ្វើអត់បានល្អដែរពេលហ្នឹងព្រោះពេលហ្នឹងផុស TikTok ទៅគេចេះដែរយើងមើលខ្លួនឯងក៏ឃើញអត់ស្អាតដែរអញ្ចឹងហ្នឹងហើយតែពេលហ្នឹងយើងបានព្យាយាមហើយចាយើងបានព្យាយាមហើយខ្ញុំគាត់ថាវាជាពេលវេលាមួយដែលខ្ញុំ proud ហ្នឹងហើយដែលខ្ញុំមានមោទនភាពខ្លួនឯងដែរទោះបីជាតូចធំក្តីក៏ដោយហ្នឹងហើយអញ្ចឹងបើគេថាឲ្យយើង
យើងទទួលពាក្យហ្នឹងហើយយើងកែទៅបើណាមួយក៏យើងមើលឃើញអត់ស្អាតខ្លួនឯងដែរអញ្ចឹងណាហ្នឹងហើយតាំងពីពេលហ្នឹងមកខ្ញុំចាប់ផ្ដើមរៀនពីរៀមច្បងហ្នឹងហើយខ្ញុំអត់បានទៅរៀនហ្មងទេប៉ុន្តែដោយសារតែខ្ញុំទៅ cast ច្រើនហ្នឹងហើយខ្ញុំចាប់ផ្ដើមហ៊ានទៅ cast ហ៊ានអីអញ្ចឹងទៅខ្ញុំជួបសិស្សច្បងអញ្ចឹងគឺខ្ញុំឲ្យគាត់កែខ្ញុំហ្មងយូរទៅគឺខ្ញុំ improve ដោយសារតែបងគាត់ជួយកែខ្ញុំឯងរហូតដល់ថ្ងៃទី27នេះចេញជ្រៀងខ្លាចជាសិល្បៈករណីវិញចាបាទស្ដាប់មើលទៅបើអត់មានជាការ trend vocal ឬក៏អីទេបើចេញមកគឺការងារ100មុខចុងក្រោយខ្លាចជាអ្នកចម្រៀងចាចុងក្រោយខ្លាចជាអ្នកចម្រៀងចឹងនិយាយគ្នារៀងច្រើនដែរហើយយើងនឹងនិយាយពីបទចម្រៀងរបស់គាត់ឥឡូវនេះតែម្ដងបាទខ្ញុំឃើញមានតួស្រី3នាក់បន្ថែមទៀតដូចឃើញថាពួកខ្ញុំពាក់ស្លាប់ទាំងអស់គ្នាអញ្ចឹងគឺសិតតែ Angel ទាំងអស់គ្នាបើយើងគិតទៅ Angel មួយគាត់មាន role របស់គាត់រក្សាហ្នឹងតើពិតជា Cupid Mandy គាត់របៀបថា God of Intelligence of Knowledge អញ្ចឹងណាគាត់មានសភៅអញ្ចឹង Jimmy នារីខូចចិត្តមែនបាទអត់ទេរបៀបថាមនុស្សដែលមើលឃើញការប៉ັດណាខ្ញុំគាត់តែជា Angel កូនទូចម្នាក់បើសង្ខេបខ្លីៗទៅគឺជាមិត្តភក្តិគ្នាដើរលេងសប្បាយអញ្ចឹងទៅហ្នឹងហើយរក្សាគាត់បាញ់ធ្នូតែបាញ់ម្នាក់ឯងហ្នឹងហើយគឺយកអត់តន់ប្រាប់ថាគាត់បាញ់ណាគេឬក៏អីគាត់ធ្វើអីទេហ្នឹងហើយឃើញខ្ញុំខ្សឹប Jimmy អីហ្នឹងគឺខ្ញុំកំពុងតែប្រាប់គាត់ពីរឿងស្នេហាហ្នឹងហើយតែអញមានស្នេហាហ្នឹងហើយប៉ុន្តែមានន័យថាខ្ញុំបាននិយាយរឿងប្រាប់គាត់ប៉ុន្តែខ្ញុំបាននិយាយឈ្មោះហេស្នេហាអស់ហ្នឹងគឺគ្រាន់តែក្តីសម័យដូចថាយើងចង់មកស្នេហាអញ្ចឹងតែប៉ុន្តែរឿងនោះកើតឡើងហេអញ្ចឹងគឺគាត់បានដឹងតែរឿងទេតែគាត់អត់ដឹងថាខ្ញុំនិយាយពីអ្នកណាគេទេហ្នឹងហើយដល់ពេលវគ្គចុងក្រោយទៅគេ reveal ថារក្សាហ្នឹងគឺគាត់បាញ់ធ្នូមកចំបេះដូងខ្ញុំដោយសារតែគាត់ជា Cupid អញ្ចឹងតាមពិតទៅខ្ញុំកំពុងតែ fall in love ហ្នឹងគឺដោយសារតែរក្សាជាអ្នកធ្វើទាំងអស់នៅពេលដែលខ្ញុំបានជួបស្នេហានេះគឺខ្ញុំខ្លាចជាមនុស្សម្នាក់ថ្មីទៀតដែលរបៀបហ្នឹងគេហៅថា higher self ហ្នឹងហើយខ្លាចជាមនុស្សម្នាក់ដែលសប្បាយជាងមុនដែល glow ជាងមុនប៉ុន្តែក៏ខ្ញុំចង់បញ្ជាក់ប្រាប់អ្នកដែលគាត់បានស្ដាប់បទនេះដែរថាគិតថាអារម្មណ៍អ្នកនរគ្នាកំពុងតែស្រឡាញ់ណាគេម្នាក់ឬក៏របៀបថាទទួលបានក្តីស្រឡាញ់ពីអ្វីមួយដូចអានេះខ្ញុំនិយាយតាមត្រង់ហ្មងដូចខ្ញុំស្រឡាញ់ K-pop ចឹងហ្នឹងហើយនេះដូចខ្ញុំស្រឡាញ់ K-pop ចឹងខ្ញុំទទួលបានក្តីស្រឡាញ់ពីការស្ដាប់បទពួកគាត់ពីការដើរ concert ពីអីចឹងណាហ្នឹងហើយខ្ញុំមានអារម្មណ៍ថាអ្វីទាំងអស់ជុំវិញខ្លួនខ្ញុំហ្នឹងគឺ inspire ខ្ញុំខ្លាចជាមនុស្សម្នាក់ថ្មីសូមអារម្មណ៍នៅពេលដែល MV ចេញជា public ថាបើថាខ្ញុំសប្បាយឬក៏រំភើបគឺអត់កើតទេពេលចេញមកហ្នឹងគឺខ្ញុំមានអារម្មណ៍ថាមិនចៃឥឡូវហ្នឹងខ្ញុំជាសិល្បករឯមែនអូឥឡូវបាត់ខ្ញុំខ្ញុំសពេចស្ពល់ហើយខ្ញុំសពេចស្ពល់គ្រប់តើអញជា influencer content creator ដើរម៉ូតរំចាហើយឥឡូវខ្ញុំត្រូវធ្វើអីខ្ញុំថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំបាន perform នៅមុខ fan ខ្ញុំបាទខ្ញុំចាប់ផ្ដើមមើលឃើញគេហៅថា live in the moment ណាថាតាមពិតខ្ញុំបានចេញបាត់ហើយតាគួរតែសប្បាយចិត្តដែលមានមនុស្សមកមើលខ្ញុំមកអីអញ្ចឹងទៅខ្ញុំនិយាយថារៀងដកដង្ហើមថាដូចធូរដូចថាធូរធូរព្រោះខ្ញុំមានអារម្មណ៍ថាមួយថ្ងៃនេះគឺខ្ញុំណែនខ្លាំងហ្មងចុះនៅពីក្រោយចម្រៀងនេះមានជួបការលំបាកអីខ្លះដែរច្រើនខ្លាំងខ្ញុំដល់ថ្នាក់ខ្ញុំជិះតុកបដាខ្ញុំយំបដាចាខ្ញុំដោយសារតែយើងត្រូវធ្វើម្នាក់ឯងផងអញ្ចឹងគឺខ្ញុំត្រូវធ្វើអីពីព្រឹកដល់យប់រហូតមកយើងអត់មានពេលច្រើនទេហ្នឹងហើយអញ្ចឹងទៅខ្ញុំបើកភ្នែកព្រលឹមម៉ោង6ភ្លាមគឺមានរឿងមកហ្មងបើស្អីមកខ្ញុំមានបញ្ហាអញ្ចឹងរាល់ថ្ងៃអត់មានថ្ងៃដាច់ទេណាឥឡូវមានបញ្ហាទីតាំងបន្តិចឥឡូវមានបញ្ហាជាមួយនឹងរបស់របរឥឡូវអីវ៉ាន់ដែលorder អត់មករបស់ដែលចង់បានអត់មានទេកក់នេះកក់នោះចឹងក៏ឥឡូវកក់អត់បានទេគេកក់អស់ហើយដល់ថាខ្ញុំកេងម៉ោង2ម៉ោង3យប់ហ្នឹងមុនខ្ញុំបិទភ្នែកហ្នឹងក៏មាន message មកប្រាប់ខ្ញុំដែរថាមានអីទៀតអីខ្ញុំលឺថាខ្ញុំថតបានខ្ញុំអង្គុយយំមកហើយខ្ញុំឡើងប្រាប់បងថាឥឡូវបងយើងចាំមើលតាមជាក់ស្ដែងបើគេអត់ឲ្យយើងធ្វើមានតែអត់នឹងឯងខ្ញុំគិតអញ្ចឹងហ្នឹងហើយប៉ុន្តែនៅតែស៊ូឲ្យយើងអត់ស៊ូអត់ការទេយើងបានលុកដៃចូលទៅក្នុងវិស័យហ្នឹងបាត់ហើយហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏ប្រឹងធ្វើអញ្ចឹងទៅប៉ុន្តែបែរទៅជាថ្ងៃដែលថតហ្នឹងក៏អត់មានបញ្ហាអីវិញហ្មងដល់ពេលរលូនពេកចង់យំទៀតពេលរលូនពេកចង់អត់ទេខ្ញុំនិយាយមែនតើណាពេលហ្នឹងខ្ញុំសម្រាប់ញ៉ាំបាយហើយខ្ញុំឃើញព្រោះដោយសារតែញ៉ាំមានបុគ្គលិកអីទេហើយខ្ញុំក៏អត់ហ៊ានទៅជួលគ្រូដែរនិយាយតាមត្រង់អ្នកខ្ញុំ introvert អញ្ចឹងទៅខ្ញុំអត់តន់ហ៊ានជួលគ្រូណាដែលខ្ញុំអត់ស្គាល់ទេខ្ញុំខ្លាចចិត្តគេតែអាចមកពីអត់លុយដែរឬក៏មិនដែរអត់ទេរឿងលុយចាំខ្ញុំនិយាយតិចទៀតហ្នឹងហើយពេលសម្រាប់ហ្នឹងខ្ញុំឃើញពួកគាត់និយាយគ្នាសប្បាយអីចឹងខ្ញុំចាប់ផ្ដើមចង់យំដោយសារគេមិនបានពួកគាត់សប្បាយចឹងខ្ញុំគិតថាអ្នកដែលគាត់មកជួយយើងខ្លះគឺគាត់អាចនឹងហត់គាត់អាចនឹង stress គាត់អាចនឹងធុញណាប៉ុន្តែពួកគាត់ទៅបែរទៅជាសប្បាយហើយគាត់ឡើងនិយាយប្រាប់ខ្ញុំហ្មងណាខ្ញុំអត់ដែរថត MV ណាសប្បាយចឹងឯងឡើងនិយាយប្រាប់ខ្ញុំចឹងខ្ញុំរបៀបថាខ្ញុំមានចង់បានអីមកវិញក្រៅពី team work ខ្ញុំសប្បាយឯង
តែបើរឿងហ្នឹងខ្ញុំរត់ចេញ blog ដែរខ្ញុំដឹងខ្ញុំធ្លាប់ថតរំថតអីច្រើនហើយខ្ញុំតែងតែចេញ blog ហើយខ្ញុំអត់ដឹងថាថៃគេច្រើនគេសួរខ្ញុំរឿងចំណាយហ្នឹងmantra ចឹងនិយាយតាមត្រង់មកការខ្ញុំធ្វើ mantra ខ្ញុំអស់ 1000ការខ្ញុំធ្វើ like journey ខ្ញុំអស់ 5000អញ្ចឹងនៅក្នុង MV ខ្ញុំគិតថាវាអាចនឹងប៉ុណ្ណឹងដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំ prepare ប៉ុណ្ណឹងអីចឹងទៅប៉ុន្តែខ្ញុំចេះតែអូខេរហូតព្រោះអីធ្វើមកខ្ញុំស្រឡាញ់ខ្ញុំអូខេទៅឥឡូវហ្នឹងវាឡើងចូល10000ដែរហើយណាមួយខ្ញុំនឹងធ្វើ pop up ធ្វើអីទៀតនៅក្នុងបច្ចេកហ្នឹងទាំងមូលមិនរាប់ទាំង MV ទេត្រូវទេទាំង pop up ទាំងអីដំបូងអត់ទេបើខ្ញុំនិយាយ10000នេះអត់តន់ pop up ចេញ MV ហ្នឹងភ្លាមគឺធ្វើ pop up ដើម្បីប្រម៉ូទប័ណ្ណហ្នឹងហ្មងនៅ stable ហ្នឹងចានៅ stable ថ្ងៃណាដែរថ្ងៃទី28រហូតដល់ថ្ងៃទី5ខែធ្នូចឹងបងប្អូនអរគ្នាបាទអ្នកដែលចង់ទៅ pop up stable នៅសល់ប្រហែលជា 2-3 ថ្ងៃទៀតចប់ថ្ងៃ5អញ្ចឹងទៅ stable ទាំងអស់គ្នាបាទចូលអាចជួប fan ទៀតចាខ្ញុំទៅរាល់ថ្ងៃហ្មងចាអត់រាល់ថ្ងៃទេប៉ុន្តែខ្ញុំអាសាទៅឆ្លៀតទៅដោយសារខ្ញុំមានហាងមានអីដែរចឹងទៅមើលហាងអីគេត្រូវ add career ទៀតហើយមែនខ្ញុំជាម្ចាស់ហាងផ្កាជា florist អ្នកចាក់ផ្កាយើង design ផ្កាហ្នឹងហើយខ្ញុំបានបញ្ចប់ការសិក្សាហ្នឹងនៅប្រទេសកូរ៉េចាហើយទៅកាលទៅឆ្នាំ2023គេឡើងមាន vlog មានអីនេះទៅថ្ងៃទៅខ្ញុំបានមើលអត់ដឹងទេទៅពេលម្ដុំគ្រីស្មាស់ពេលហ្នឹងទៅរៀនចាក់ទៅធ្វើផ្កាចាក់ផ្កាចានិយាយទៅរៀនយើងថារៀនធ្វើ business ហ្នឹងហ្មងខ្ញុំនិយាយតាំងថងហ្មងខ្ញុំធ្វើនេះមិនមែនដោយសារតែខ្ញុំគិតថាអូខ្ញុំត្រូវធ្វើការរលុយឬក៏ខ្ញុំត្រូវតែ work hard ក្នុងជីវិតអីអត់ទេប៉ុន្តែអ្វីដែលខ្ញុំធ្វើទាំងអស់គឺទៅចំណងចំណូលចិត្តខ្ញុំហើយខ្ញុំគិតថាក្នុងជីវិតនេះអ្វីដែលខ្ញុំស្រឡាញ់ខ្ញុំត្រូវតែបានធ្វើទាំងអស់ទោះបីជាបានធ្វើមួយថ្ងៃក៏ដោយហើយចំណងចំណូលចិត្តមកកណោចឹងហ្មងចាមិនមែនដោយសារតែយើង introvert យើងអត់សូវមានមិត្តភ័ក្តិយើងអត់សូវហ៊ាន communicate បានយើងរហ្នឹងដើម្បីបាត់អបសុខមិនមែនទេអត់ដឹងដែរបើនិយាយចឹងតាមពិតទៅក៏ត្រូវយ៉ាងប៉ុន្តែមួយទៀតយើងដឹងដែរកន្លងថាតាំងពីក្មេងមកយើងចូលចិត្តឆ្ងល់នេះឆ្ងល់នោះចូលចិត្តចង់ដឹងហ្នឹងហើយចង់ដឹងនេះចង់ដឹងនោះអញ្ចឹងឆ្លងកាត់រឿងជាច្រើនដែលបានស្ដាប់នេះអ្វីដែលហ្វានធ្វើតាំងពីដើមមកដល់ឥឡូវបើគិតពីបកទៅពេលដែលដំបូងប្រកាសជាខ្លាចនឹងធ្វើវាដោយសារតែមិនមាន confidence ទៅលើខ្លួនឯងខ្ញុំនិយាយពីការពីមុននេះចាហ្នឹងហើយយើងអត់ជឿជាក់លើខ្លួនឯងតែពេលដែលយើងអត់ជឿជាក់លើខ្លួនឯងយើងចាប់ផ្ដើមមើលឃើញចំណុចអាក្រក់ច្រើនជាងចំណុចល្អហើយដោយសារតែយើងអត់ជឿជាក់និយាយតាមធំហ្មងពេលរៀនខ្ញុំធ្លាប់គេ bully ហ្នឹងហើយ bully រឿងសម្រស់រឿងសវលរឿងអីចឹងណាទៅខ្ញុំក៏ចុះយើងក្មេងគេនិយាយមកយើងជឿអញ្ចឹងហើយយើងគិតថាយើងអញ្ចឹងមែនហើយណាមួយការហ្នឹងបើសិនជាជុំអញ្ចឹងអ្នកដែលមានសបោសអែមក៏លេខមើលទៅគឺគេម៉ៃថាខ្មៅហ្នឹងហើយហើយអ្វីដែលខ្ញុំស្អប់ជាងគេហ្នឹងគឺមិនមែនតែគ្រាន់និយាយទេរបៀបថាអូគេមកដើរមកប៉ះសាច់ប៉ះអីយើងគេធ្វើដើរប៉ះហ្នឹងហើយគេធ្វើខ្ពើមធ្វើអីអញ្ចឹងហើយខ្ញុំអត់ជួយចិត្តទង្វើហ្នឹងឯងប្រុសតែខ្លះប្រុសអីអញ្ចឹងតែក៏គាត់មកហ៊ានមកឡកយើងអញ្ចឹងណាហ្នឹងហើយចំពោះខ្ញុំមិនមែនតែទី1ខ្ញុំអត់ស្រឡាញ់អាហ្នឹងជារបស់ខ្លួនឯងអីទេ no ប៉ុន្តែដោយសារតែខ្ញុំគិតថាមិនបានគេហ៊ានធ្វើអញ្ចឹងមកដាក់ខ្ញុំហ្នឹងហើយអាហ្នឹងជាអីមួយដែលធ្វើឲ្យខ្ញុំឈឺចាប់ជាងគេនិយាយចេះហ្មងហ្នឹងហើយទៅធ្វើវាដកជាប់ទៅយើងអត់មាន confidence ហ្នឹងហើយអត់មាន confidence រឿងហ្នឹងហើយមួយទៀតហ្នឹងដូចនិយាយចឹងគឺខ្ញុំតែងតែគិតថាអូរឿងនេះខ្ញុំធ្វើអត់បានរឿងនោះខ្ញុំធ្វើអត់បានក្នុងន័យអវិជ្ជមានក៏ថាបានអ្វីក៏ធ្វើអត់បានដែររបៀបចឹងហ្នឹងយើងអត់បានសារណាយកតែយកអត់បានសារអីហ្នឹងហើយខ្ញុំគិតថាអាចនឹងមកពីខ្ញុំអត់ហ៊ានចំណុចចាប់ដើមដំបូងហ្នឹងគឺជួយខ្ញុំខ្លាំងមែនតើដែលខ្ញុំផុសរូបឲ្យល្បីក្នុង Facebook ហ្នឹងហ្នឹងហើយខ្ញុំគិតថាដោយសារតែមានគេនិយាយថាអូយើងស្អាតចេះយើងស្អាតចង់និយាយតែដែលយើងអត់មើលឃើញកន្លែងហ្នឹងស្អាតកាលពីមុនណាអានេះខ្ញុំនិយាយតាមត្រង់ហ្មងមិនមែនថាមនុស្សយើងកើតមកគឺត្រូវតែ confident independent girl អីអត់មានទេប៉ុន្តែដល់ពេលយូរទៅក៏ខ្ញុំចាប់ផ្ដើមមើលឃើញហើយខ្ញុំចាប់ផ្ដើមមានពេលមួយខ្លួនឯងហើយខ្ញុំនិយាយប្រាប់ខ្លួនឯងថាតាមពិតទៅអាពាក្យដែលគេនិយាយអ្វីដែលគេគិតហ្នឹងខ្ញុំអត់ដែរគិតអញ្ចឹងហ្នឹងខ្ញុំអត់ដែរគិតថាខ្ញុំអាក្រក់ផងតាំងទូចមករហូតដល់គេនិយាយហ្នឹងខ្ញុំចាប់ផ្ដើមគិតហ្នឹងហើយឥឡូវថាគេថាខ្ញុំសបល់ខ្វៅហើយមិនសបល់ហ្នឹងសបល់តែខ្ញុំមិនមែនប៉បៃតងណាលឿនចឹងខ្ញុំមិនមែន wicked ណាខ្ញុំមិន alien ទេខ្ញុំមិនប៉បៃតងណាអ្នកសបល់អញ្ចឹងមកកណនអ្នកហ្នឹងនិយាយឲ្យស្រួលយល់មក I'm just normal ខ្ញុំគិតថាអ្វីដែល inspire ខ្ញុំជាងគេហ្នឹងគឺដំណើររបស់ខ្លួនឯងហ្នឹងឯង10ឆ្នាំយូរណាហ្មងហ្នឹងហើយអញ្ចឹងតាមពិតការដើរដែលខ្ញុំនិយាយហ្នឹងមើលមកដូចច្រើនអញ្ចឹងប៉ុន្តែតាមពិតគឺយូរមែនតើប្រើពេលយូរមែនតើអញ្ចឹងចាអញ្ចឹងគឺយើងសន្សំឯងអញ្ចឹងដល់ពេលដែលយើងសន្សំយើងអត់ចាប់អារម្មណ៍ខ្លួនឯងថាយើងអត់ហ៊ានទេចាប់ដើមធ្វើឲ្យខ្ញុំគិតថាតាមពិតទៅស្អីក៏អត់អីដែរអីដោយសារតែខ្លួនឯងទេកុំគិតថាអីក្នុងគ្រូក្បាលតែនៅរឿងអត់តកើតឡើងអត់តបានសារហ្នឹងហើយនឹងមួយទៀតគឺកុំហៅខ្ញុំសុំនិយាយអង់គ្លេសណាហ្នឹងហើយ don't try to find solution to a problem that not exist ខ្ញុំបើគេហៅខ្ញុំទៅថត
ហើយខ្ញុំអត់ស្អាតផងខ្ញុំធ្វើមិនទៅខ្ញុំត្រូវទៅកែអីមុនទៅអញ្ចឹងណាគេអត់ទាន់ហៅទៅថតទេខ្ញុំអត់ទាន់គិតវែងឆ្ងាយទេគេអត់ទាន់ហៅថតទេហ្នឹងអញ្ចឹងលោកវាថាកុំអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំចាប់ផ្ដើមគិតស្រួលខ្ញុំចាប់ផ្ដើមនិយាយឥឡូវខ្ញុំមានអារម្មណ៍ខ្ញុំឈៀលហ្មង I'm just a chill guy មនុស្សតែពេលមានទំនុកចិត្តណាគឺគេមើលឃើញស្អាតហ្មងគេអត់តន់មើលឃើញថាសក់ស្អាតអត់ផ្នែកស្អាតអត់ទេគេមើលឃើញថាមនុស្សហ្នឹងស្អាតហ្មងដោយសារតែយើងដើរមកជាមួយនឹងភាពនេះហ្នឹងហើយ confident ណាខ្ញុំមានអីក្រៅពីមោទនភាពលើខ្លួនឯងទោះបីជាយើងធ្វើបានល្អមិនបានល្អចាខ្ញុំបានធ្វើវាអញ្ចឹងវាថាហ្នឹងសុំអោបខ្លួនឯងថាបានធ្វើវាហ្នឹងហើយសួរថាហត់អត់ហត់ណាស់ប៉ុន្តែខ្ញុំនៅគិតមួយថាអារម្មណ៍សប្បាយនៅពេលដែលយើងធ្វើវាចេញមកជាលទ្ធផលណាគឺសប្បាយហើយខ្ញុំចង់បានអារម្មណ៍ហ្នឹងរហូតអញ្ចឹងអាហ្នឹងជាអីដែលជំរុញឲ្យខ្ញុំធ្វើរហូតស្ដាប់មើលទៅលេចចេញជារូបភាពជាសាច់រឿងមួយគឺវាមើលទៅគួរឲ្យទៅសើប៉ុន្តែដោយសារតែពេលវេលាខ្លីអ្វីដែលគាត់និយាយវាគ្រាន់តែជាការសង្ខេបជា40-50% នៅមានរឿងជាច្រើនប៉ុន្តែ at least អ្នកដែលស្គាល់ fan ក៏ដោយមិត្តភ័ក្តិ fan ក៏ដោយគ្រួសារក៏ដោយជាពិសេស fan របស់គាត់តាំងពីដើមរហូតដល់ឥឡូវគឺអបអរសាទរហើយអញ្ចឹងសង្ឃឹមថា MV នេះក៏ដូចជា MV ក្រោយៗនឹងហាងការនឹងអីផ្សេងៗទៀតដែល fan បានធ្វើនឹងជោគជ័យអញ្ចឹងចុងក្រោយក៏អរគុណដល់ fan ហើយ congratulation ហើយសង្ឃឹមថានឹងបានជួបគ្នាលើកក្រោយហើយសូមឲ្យអ្វីដែល fan ធ្វើតាំងប្រហែលក្តីសម័យក្រោយជាការពិតទាំងអស់ចាអូខេអរគុណអរគុណដែលបានចូលមកក្នុង content មួយនេះហ្នឹងហើយក៏ជំរាបជូនប្រាប់បងប្អូនអរគ្នាដែរបាទនេះមិនមែនជាកម្មវិធី professional អីធំដុំទេបាទគ្រាន់តែជា content ដ៏តូចតាចមួយទេតែសុបាយបែបសុបាយបាទឥឡូវបាន feedback ណាហើយឥឡូវមានម៉ៃ2ទៀតអួតរហូតបាទអួតរហូតហើយយើងនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយបាទអរគុណច្រើនអរគុណបាទអរគុណ